នេះគឺជាបងប្អូនប្រជាពលរដ្ឋខ្មែរយើងបងប្អូននៅឲ្យពួកគាត់កំពុងតែដើរនាំគ្នាទៅរកត្រីអញ្ចឹងតាមបឹងតាមស្រែអីហ្នឹងបងប្អូនបន្ទាប់ពីយើងច្រូតកាត់ហើយអញ្ចឹងពួកគាត់ដឹងថាតំពាំងកន្លែងណាអីពួកគាត់ដើរស្វែងទៅរកឥឡូវនេះពួកគាត់កំពុងតែបាចទឹកហើយបងប្អូនបាចទឹកហ្នឹងមិនមែនបាចធ្វើអីទេគឺយើងបាចចាប់ត្រីបងប្អូនហ្នឹងហើយនិយាយទៅមកបឹងមកយើងកាលខ្ញុំវិញបឹងធំជួនកាលអូអីអញ្ចឹងបងប្អូនហើយប៉ុន្តែយើងអត់ដែលប្រើរបស់ឆក់របស់អីទេគឺយើងប្រើបែបបុរាណអញ្ចឹងប៉ុន្តែយើងបាចហ្នឹងយើងមិនចាប់ត្រីបានទាំងអស់ទេអាតូចគឺយើងប្រឡែងវិញអីអញ្ចឹងបងប្អូនហើយគ្រាន់តែមើលទស្សនវិជ្ជាគឺសម័យឃើញកាលនៅក្មេងអញ្ចឹងបងប្អូនមើលទស្សនវិជ្ជាគឺស្អាតមែនតែនបងប្អូនហើយសំណោះកាលនឹងនៅក្មេងដើរគ្រាកោក្របីជួនកាលបាចមកក្លុកបាន 2-3 គីឡូអីសบายចិត្តពេលយកមកដល់ផ្ទះអីឪពុកម្ដាយយើងគាត់ឃើញយើងបានត្រីបានអីនិយាយពីអយើងអញ្ចឹងណាហើយនិយាយទៅសบายមួយយ៉ាងដែរបងប្អូននៅយើងជនបទអីអញ្ចឹងតាមស្រុកតាមស្រែហ្នឹងសบายពេលដែលយើងច្រូតកាត់ប្រមូលផលស្រូវហើយគឺយើងដើររកត្រីបដោយហ្នឹងហើយនិយាយទៅត្រីវាសម្បូរនៅពេលដែលយើងច្រូតកាត់ហើយទឹកវារីងវាហួតអីអញ្ចឹងណាបងប្អូនហ្នឹងហើយជាទំនៀមទម្លាប់ពេលដែលច្រូតកាត់ហើយគឺទឹកបឹងទឹកតាពាំងអីវាតែងតែហួតតែងតែរីងអីអញ្ចឹងណាបងប្អូនហើយមើលទស្សនវិជ្ជាទូទៅពួកគាត់បាញហើយមិនតូចទេណាបឹងនេះធំល្វឹងល្វើយហើយនឹងបងប្អូនខ្ញុំធ្លាប់ជួបប្រទះខ្លួនឯងធ្លាប់បាចទឹកឡើងលហេវអញ្ចឹងដូចគ្នាហើយប៉ុន្តែបាចរីងបងប្អូនមួយថ្ងៃគ្នា 4-5 នាក់អីអញ្ចឹងតែអាហ្នឹងយើងបាចមកបានមកយើងចែកគ្នាអញ្ចឹងថ្លឹងចែកគ្នាទៅអ្នកណាបាន 4-5 គីឡូគឺ 4-5 គីឡូម្នាក់អីអញ្ចឹងបើ 10 គីឡូ 10 គីឡូម្នាក់អីអញ្ចឹងហើយត្រីតូចត្រីធំគឺចែកគ្នាស្មើគ្នាតែម្ដងបងប្អូនហើយដូចពួកគាត់ហ្នឹងពួកគាត់បាចជាលក្ខណៈគ្រួសារកូនចៅគាត់ហ្នឹងឯងហើយជួយគ្នាបាចទៅអញ្ចឹងហ្នឹងហើយសប្បាយបងប្អូនអើយសម័យកាលហ្នឹងគ្រាន់តែឃើញក៏សប្បាយចិត្តហ្មងហើយឃើញដើមត្នោតនេះគឺយើងមានអារម្មណ៍មួយហើយគេហៅថាអាណោចសម័យកាលនៅយើងជនបទបងប្អូនហ្នឹងហើយវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណ